nơiក្នុងការកែរូបគឺវាទាមទារឲ្យយើងពិនិត្យមើលទៅលើរូបភាពរបស់យើងឲ្យបានច្បាស់ហើយតើរូបភាពរបស់យើងនឹងថតពីចេញពីអីចេញពីទូរស័ព្ទឬក៏កាមេរ៉ាអូខេអញ្ចឹងថ្ងៃនេះខ្ញុំសូមបង្ហាញពីការ edit រូបនៅក្នុង Photoshop នៅក្នុង Photoshop គឺគ្នាយើង edit បានស្អាតខ្លាំងមែនទែនហើយក្នុងនេះគឺខ្ញុំលើកតាពី3ចំណុចទេដែលយកមកបង្ហាញហើយដូចជាស្ដាយដូចខ្ញុំបង្ហាញរូបថារូបនេះគឺខ្ញុំបាន edit ហើយរូបមួយផ្នែកទៀតដែលខ្ញុំអត់បាន edit អូខេអញ្ចឹងរូបរបស់ខ្ញុំគឺរូបហ្នឹងគឺខ្ញុំថតតាំងពី2019មកហើយខ្ញុំក៏គិតថាយករូបចាស់របស់ខ្ញុំហ្នឹងគឺយកប្រើការវិញអញ្ចឹងណាហើយយើងមុននឹងយើង edit យើងមើលទៅលើមុខរបស់យើងសិនតើមុខរបស់យើងមានស្នាមអីគេខ្លះហើយយើងធ្វើការលុបបំបាត់ចេញទៅអូខេក្នុងវីដេអូមុនខ្ញុំមានបង្ហាញពីរបៀបប្រើ tool មួយចំនួននៅក្នុងការយើងអាចលុបបំបាត់ស្នាមលុបអីបានអូខេយើងកាត់ background កាត់អីណាខ្ញុំមានបង្ហាញអូខេអញ្ចឹងនៅក្នុងនេះអ្នកទាំងអស់គ្នាបើសិនជាអ្នកនរគ្នា edit កុំព្យាយាមប្រើ preset ច្រើនពេកបើសិនជាកាលណា preset ខ្លះក៏វាអាចនឹងខុសតាមរូបភាពដែរណាpreset ខ្លះគាត់កំណត់ទៅលើរូបតែមួយអញ្ចឹងទៅគឺយើងពិបាកនៅក្នុងការរករូបផ្សេងគ្រាន់តែអាហ្នឹងយើងត្រូវមានកន្លែងកាយយើងកែស្រួលចាអ្នកនរគ្នាអូខេអញ្ចឹងអ្នកនរគ្នា edit រូបមួយហើយអ្នកនរគ្នាបង្កើត preset អីអ្នកគ្នាបង្កើតបានបង្កើតបានហើយខ្ញុំបាន add preset មួយចំនួនចូលទៅក្នុង Photoshop របស់ខ្ញុំហើយ Photoshop ហ្នឹងគឺខ្ញុំប្រើវាអត់ធ្ងន់ទេដោយសារតែកុំព្យូទ័រខ្ញុំតូចដែរដូចខ្ញុំបញ្ជាក់តាំងពីវីដេអូខ្ញុំមុនអញ្ចឹងថាកុំព្យូទ័រធំរបស់ខ្ញុំគាត់ error ឬក៏ខូចអញ្ចឹងទៅខ្ញុំប្រើកុំព្យូទ័រតូចហ្នឹងគឺផ្ដោតអាសន្នសិនណាអូខេឥឡូវយើងមកពិនិត្យមើលទៅលើរូបរបស់យើងវិញកុំឲ្យខ្ញុំខាតតប៉ែយូរពេកណាហើយអ្នកគ្នាគ្រាន់តែមើលតាមរបស់ខ្ញុំហើយធូបមួយចំនួនដែលខ្ញុំចង់បង្ហាញហើយដូច basic ចឹងអ្នកគ្នាកំណត់វាមកណាអូខេដោយសារតែនៅក្នុងហ្នឹងអ្នកគ្នាអាចដាក់វាឲ្យរូបវាអូតូក៏បានដែរមិនបាច់ពិបាកអូខេអញ្ចឹងខ្ញុំអត់ដាក់វាអូតូទេគឺខ្ញុំធ្វើការកែ blur តែដោយសារតែរូបភាពនេះគឺខ្ញុំបានកែវាម្ដងហើយគ្រាន់តែខ្ញុំមកបង្ហាញថាតើធូរកន្លែងណាខ្លះដែលយើងត្រូវកែយើងត្រូវអីបើកន្លែងហ្នឹងគឺយើងត្រូវedit វាម្ដងមួយហើយវីដេអូក្រោយខ្ញុំនឹងធ្វើវាមួយចំណុចមួយភាគ2នាទី1នាទីអីចឹងទៅបញ្ជាក់អ្នកនរគ្នាវិញអ្នកនរគ្នាមើលវាជាភាគអាចនឹងស្រួលនៅក្នុងការបញ្ចេញរូបភាពមកបានច្បាស់បានស្អាតហើយខ្ញុំអាចនឹងចេញមួយភាគបានណាសម្រាប់អ្នកទាំងអស់គ្នាហើយអ្នកនរគ្នាមើលដែលយកចិត្តទុកដាក់ទៅគឺអត់ខុសទេគេដូចកន្លែងនេះអីអ្នកនរគ្នាទាញវាមកណាទាញវាទៅកន្លែងខ្លះបន្ថយកន្លែងខ្លះឡើងហើយវាមាន4 option របស់វាតែយើងប្រើតែ3 option របស់វាទេហើយយើងមកមើលកន្លែង color នេះគឺយើងត្រូវធ្វើម៉េចឲ្យអស់ទាំង3នឹងដែរយើងត្រូវស្រេវាឲ្យគ្រប់3នឹងដែរហើយជាចុងក្រោយនេះគឺយើងមើលខាងក្រោមហ្នឹងទៅហើយខាងក្រោមហ្នឹងគឺវាអត់មានអីសាមញ្ញទេហើយវាជា version របស់ខ្ញុំបានតែ version ទី5ទេតែបើអ្នកនរគ្នាធ្វើតាមខ្ញុំ version ទី6ទី7អ្នកនរគ្នាធ្វើទៅគឺ copy សេរីយកតែម្ដងជាង version ខ្ញុំនៅទៀតគឺខ្ញុំ com edit មិនក៏វាអត់តន់ដល់កម្រិតហើយណាមួយវាពិបាកនៅក្នុងការ export ខ្លាំងមែនតើមើលរូប scene និងរូប edit របស់យើងគឺរូប edit របស់យើងគឺចេញមកបែបនេះហើយពេលដែលអ្នកនរគ្នាគេចង់បានឲ្យវាមានពលឺតិចអ្នកគ្នា control អក្សរ M បន្តិចទៅគឺឬក៏អ្នកនរគ្នាថ្លើមវាតិចទៅបានឲ្យវាមានពលឺវិញអូខេបន្តមក control អក្សរ N អក្សរ L មកវានឹងចេញអានេះគឺយើងថ្លើមពលឺកុំឲ្យមុខយើងវាស្អាប់ពេកឬក៏វាអត់សូវច្បាស់ពេកចឹងទៅអូខេអ
អញ្ចឹងយើងរៀនតម្លើងវាបន្តិចបន្តួចទៅគឺវានឹងធ្វើឲ្យរូបភាពហ្នឹងគឺស្អាតឡើងវិញហើយអូខេអញ្ចឹងរូបភាពទាំងអស់គ្នាទាំងអស់បើសិនជារូបចាស់ចាស់អ្នកគ្នាព្យាយាមដាក់នៅក្នុង Telegram ប្រើជា file ទៅងាយស្រួលនៅក្នុងការដែលចង់ពីប៉ុន្មានក៏វានៅតែច្បាស់ដែរព្រោះវាជា file